បងអង្គទៅរកទិញអង្គថ្ងៃនេះដែរគឺស្ងោរជ្រក់ជាមួយនឹងត្រីផ្ទក់បងអើយចាស្ងោរជ្រក់ត្រីផ្ទក់កូនចៅប្តីរបស់ខ្ញុំឲ្យល្ងាចមិញចាផ្លាស់សេឡើងចង់ខូចសាច់ត្រីអស់ហើយបងហើយថ្ងៃនេះខ្ញុំចេញពីកន្លែងការងារមកខ្ញុំអត់មានទិញអីទេចាតម្រង់មកផ្ទះតែម្ដងហើយនិយាយថាមកដល់ផ្ទះនិយាយទៅឲ្យតែមកដល់គឺអត់មានគិតអីទេចាប់ចានចាប់ឆ្នាំងចាប់ស្លាបព្រាចាលាងចានលាងឆ្នាំងវាយចានវាយឆ្នាំងណាបងចាកម្មភាពរបស់ខ្ញុំប្រចាំថ្ងៃតែប៉ុណ្្នឹងឯងចាមានអីច្រើនទេបងចាគឺមានតែមកដល់ផ្ទះចាប់ចានចាប់ឆ្នាំងធ្វើម្ហូបអីចឹងណាបងចាតែប៉ុណ្្នឹងឯងអត់មានអីទេចាហើយនេះដែរគឺស្ងោរជ្រក់បងអើយអត់មានកាត់អីវែងឆ្ងាយទេស្ងោរជ្រក់ងាយៗហើយលឿនហើយឆ្ងាញ់បងចាស្ងោរហើយហូបហើយទៅធ្វើការវិញបងមានតែប៉ុណ្្នឹងឯងរាល់ថ្ងៃចាទៅបល់អស់ហើយរឿងធ្វើម្ហូបបងចាខ្ញុំមាន stress ដែរពេលខ្លះធ្វើម្ហូបចាព្រោះអត់ដឹងថាទៅធ្វើអីដល់ពេលវារងថ្ងៃពេលជាវាម្ហូបមានម្ចេះតិចមុខចាហើយនឹកឃើញតាមម្ហូបដដែលហើយព្រោះនឹកអត់ចង់ចេញអញ្ចឹងណាបងនឹកអត់ចេញម្ហូបច្រើនពេកនឹកអាម៉េចក៏នឹកមិនចេញដែរព្រោះធ្វើរាល់ថ្ងៃពេកទៅចាអត់ដឹងទៅធ្វើអីតាមតាមហូបមិនផ្លែផ្លែមិនសូវមានពេលធ្វើចាព្រោះរវល់ខ្លាំងពេកបងចាអត់សូវមានពេលធ្វើម្ហូបថ្មីផ្លែទេចាវាអត់មានពេលទិញគ្រឿងព្រោះឡើងធ្វើការផងអីផងប៉ុនឲ្យថាមកដល់ផ្ទះស្អីដែលមានចាគិតអីដែលងាយធ្វើអីដែលលឿនឆាប់បានហូបប្រែខ្ញុំឥឡូវកើតជំងឺកាហ្វេហើយចាដោយសារតែខ្ញុំរៀងចេញពីកន្លែងការងារយឺតម៉ោងរាល់ថ្ងៃពេកទៅចាពេលចឹងឥឡូវប្តីខ្ញុំកើតជំងឺកាហ្វេបានសម្រាប់ចាអត់ទៅខ្ញុំទេចាខ្ញុំបាយមួយថ្ងៃតែ2ពេលទេថ្ងៃជាមួយនឹងងាកហើយប្តីខ្ញុំបាយមួយថ្ងៃ2ពេលឥឡូវហ្នឹងកើតជំងឺកាហ្វេហើយបងអើយចាជំងឺកាហ្វេបានសម្រាប់ងាកមិញហ្នឹងគេដេកចុកពោះគេមានហូបបាយណាចាគេឈឺកាហ្វេគេនោះគេដេកចុកពោះហើយខ្ញុំនឹងមិនទេឲ្យថាទៅពេទ្យចាទៅពេទ្យមួយថ្ងៃលេបថ្នាំចុងមួយខែអាជំងឺកាហ្វេហ្នឹងអត់ជាសោះអ៊ំភូមីអើយចាគេទៅរៀង stress ដែរពេលខ្លះចាពេលលេបថ្នាំជាតែគិតយូរទៅគ្រាន់តែជំងឺកាហ្វេសោះលេបថ្នាំអត់ជាណាបងចាបងជួយពិចារណាតិចមកវាលេបថ្នាំឡើងរាប់ខែមួយខែនិយាយទៅជំងឺកាហ្វេរបស់គាត់ហ្នឹងឈឺធ្វើទុកក្នុងរយៈពេលកន្លះខែនេះនេះមុនឈឺកាហ្វេដែរតែគាត់ថាវាអត់ធ្វើទុកអត់ចុកអត់អីចឹងណាពេលឥឡូវមកលេងដល់ម៉ោងចុកយកមកកាហ្វេធម្មតាបងចង់បានថាហូបបាយឲ្យទៀងពេលហើយណាមួយខ្ញុំមកឡើងការងារផងអីផងឆ្អិនម្ហូបមួយជាង7អីចឹងទៅពេលចឹងឥឡូវអ្នកហូបហ្នឹងកើតជំងឺកាហ្វេបានសម្រាប់ហើយស្ងោរជ្រក់ថ្ងៃនេះហ្នឹងបេះជីនៅក្រៅផ្ទះចាវងបេះមកលឺសលេងឆ្កែព្រួយចាម្ហូបរបស់ខ្ញុំនេះគឺឆ្អិនម៉ោង7ជាង7:08ហើយថ្ងៃហ្នឹងខ្ញុំហូបបាយប្រហែលជាម៉ោង10ទៀតចាទីទៅឡើងទម្លាប់អស់ហើយរាល់ថ្ងៃចាព្រោះពេលរាល់ថ្ងៃពេកហើយបងពេកចឹងវាទម្លាប់កើតជាទម្លាប់ហូបបាយម៉ោង1ជាងយប់ឡើង9 8 9 យូរខ្លះឡើងដល់ម៉ោង10និយាយទៅវាកើតជាទម្លាប់បាត់ហើយណាចា